តបងប្អូនមកជួបយើងខ្ញុំសមល traffic យើងនិយាយអំពីជំនាញបើកបរនិងការថែទាំប្រេងទឹកហើយនិងកុំព្យូទ័រដើម្បីត្រៀមប្រឡងបាទដូច្នេះទាំងអស់នឹងយើងបង្រឹងគ្រប់មេរៀនជំនាញបើកបរទាំងអស់ដើម្បីឲ្យយល់ពីការឆ្លើយតបទៅលើការប្រឡងយកបានបើកបរឲ្យស្របទៅតាមគោលដៅរបស់រាជរដ្ឋាភិបាលដូចជាវិញ្ញាសាប្រឡងបាទវិញ្ញាសាប្រឡងវាមានគ្រប់ទម្រង់ទាំងអស់ដូចតែយើងលើកយកហើយនឹងថែទាំម៉ាស៊ីនទឹកប្រេងបាទកាលណាយើងដៃចកូតទាំងអស់ហ្នឹងគឺពាក់ព័ន្ធលើការជំនាញច្អល់បង្ហាញឲ្យចំគោលដៅហើយបងប្អូនអញ្ជើញមកនៅសាលាយើងខ្ញុំគឺនៅសៀមរាបខាងកើតវិទ្យាល័យអង្គរខាងកើតបន្តិចនៃស្តុប7មករាក្នុងវិញ្ញាសាប្រឡងដូចជាផ្លាកសញ្ញាចរាចរណ៍បាទយើងបានបញ្យល់ឲ្យច្បាស់ហើយនឹងការថែទាំម៉ាស៊ីននិងចណ្ដោងបាទដោះកង់ផ្សេងពាក់ព័ន្ធជំនាញទាំងអស់ហ្នឹងឲ្យយើងយល់អំពីការទប់ស្កាត់ការធ្លាយកង់តាមផ្លូវហើយនឹងចណ្ដោងតាមផ្លូវយើងឲ្យដឹងកន្លែងដែលត្រូវមូលខ្ចៅដើម្បីបំរុងនឹងក្តាយទពួករបស់យើងឲ្យដឹងច្បាស់លាស់កុំចិត្តតែចណ្ដោងខូចកាងក្រោមលើនេះគឺកាងឡានថ្មីទំនើបគឺត្រូវរៀនដើម្បីធ្វើការថែទាំវាឲ្យចំគោលដៅនិងកណិចស្ដោងឲ្យផ្សេងពាក់ព័ន្ធបំឲ្យខូចខាតទ្រង់ទ្រាយច្បាប់ដើមរបស់គេបាទដូចចំណុចទាំងនេះគឺជាការអាយ៉ាចូលចតអនុវត្តផ្ទាល់គឺមានឡានគេមុខក្រោយយើងត្រូវតែប្រុងប្រយ័ត្នមែនតើហើយក្នុងមេរៀនទាំងអស់នេះគឺយើងដាក់ទៅលើឲ្យបងប្អូនរៀនឲ្យបានហ្មត់ចត់ហើយកុំឲ្យភ្លេចមេរៀនណាមួយគឺត្រូវលម្អិតពេលដែលមកចុះឈ្មោះរៀនយើងខ្ញុំនឹងឲ្យវិញ្ញាសាទាំងអស់នេះដើម្បីមើលនៅផ្ទះគេថា homework ហើយនឹងអនុវត្តនៅសាលាផងដែរអញ្ចឹងបន្ទាប់ទៀតយើងត្រូវបើកលាតតាមផ្លូវដើម្បីពង្រឹងស្មារតីឲ្យបងប្អូនយល់ន័យអំពីការបើកបរបាទយល់ន័យអំពីការបើកបរគឺប្រុងប្រយ័ត្នស្មារតីទទួលខុសត្រូវបាទមានជីវធម៌និងអព្យាស្រ័យត្រឹមត្រូវទើបបានឈានទៅរកការបើកបរទទួលបានសុខសុវត្ថិភាពគោលបំណងល្អពីសាលាបើកបរដៃពិសិដ្ឋនៅសៀមរាបរបស់យើងខ្ញុំដូចចំណុចនេះគឺអាយ៉ែជួលចតអសរពេបាទអាយ៉ែជួលចតអសរពេគឺមានបង្គោល3ខាងក្រោយតំណាងក្បាលឡានបាទយើងទាំងអស់នេះគឺយើងនៅសាលាយើងខ្ញុំជួបគ្នារៀងរាល់ថ្ងៃពីច័ន្ទដល់អាទិត្យបាទ